សួស្តីអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នា download រូបដំណក់ទឹកដំណក់អីហ្នឹងគឺវាជាប់ background អញ្ចឹងហើយយើងអាចremove background វាតាមធម្មតាឬក៏ select object ឲ្យបានទេព្រោះកាលណាតែយើង remove អញ្ចឹងវាធ្វើឲ្យការកាត់ background យើងអត់ស្អាតទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចុចលើ object មួយហ្នឹងមកហើយ click មកស្ដាំលើវាយកពាក្យថា select pixel ហើយបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវ control C ហើយឈរលើអា layer mask នេះយើងចុចលើវាមកហើយអ្នកទាំងអស់គ្នាត្រូវ control V វិញអូសំទោសអ្នកទាំងអស់គ្នាចុច alt ឲ្យជាប់ហើយចុចលើអា layer mask ហ្នឹងអូខេហើយបន្ទាប់មក control V បន្ទាប់ពីយើងបាន control V ហើយអ្នកទាំងអស់គ្នាត្រូវ control I វិញដើម្បីឲ្យវា invert មកអូខេយើងបានប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាឈរលើអារូបដបងមិញវិញមកអូខេហើយអ្នកទាំងអស់គ្នាយក edit ហើយបន្ទាប់មក fill ហើយកន្លែងនេះគឺយើងយក y ពីដបងដូចជាវាចេញ color បែបនេះអញ្ចឹងយើងយក y មក y យើងចុច OK មកអូខេនេះគឺយើងបានដំណក់ទឹកមួយហើយយើងត្រូវ control D វិញអូខេនេះគឺយើងបានហើយបានដំណក់ទឹកហើយយើងសាក move មកអូខេនេះដំណក់ទឹកយើងនេះដោយសារតែខ្ញុំអត់ចាក់ background វាបានវាបាក់មើលខ្ញុំចាក់មកអូខេនេះដំណក់ទឹកយើងគឺធំមែនទេគេចឹងមានតែប៉ុណ្្នឹងទេសូមអរគុណ